ទីនេះជាទីកន្លែងដែលរថភ្លើងនឹងឈប់ដើម្បីអនុញ្ញាតឲ្យប្រជាជនអាចឡើងលើរទេះភ្លើងនេះធ្វើដំណើរនិងដឹកទំនិញសម្ភារៈជាច្រើនទៅកាន់ភូមិស្រុករបស់ពួកគាត់ដែលឥតគិតថ្លៃផ្លូវដែកនៅក្នុងប្រទេសម៉ូរីតានីបានបើកដំណើរការតាំងពីឆ្នាំ1963មកម្ល៉េះដែលមានប្រវែង704គីឡូម៉ែត្រតភ្ជាប់ពីកំពង់ផែនូឌីប៊ូទៅកាន់មជ្ឈមណ្ឌលរ៉ែដែកនៃវាលខ្សាច់សាហារ៉ានោះគឺទីក្រុងស៊ូរ៉ាត់អ្នកដឹងអត់នៅក្នុងប្រទេសម៉ូរីតានីមានដីមិនដល់1% ផងដែលអាចដាំដុះបានហើយស្ថានដីទាំងស្រុងនៃប្រទេសនេះគឺក្រដណ្ដប់ទៅដោយវាលខ្សាច់ប៉ុន្តែនៅក្រោមវាលខ្សាច់ដ៏ធំល្វឹងល្វើយនៃប្រទេសម៉ូរីតានីគឺពោរពេញទៅដោយធនធានរ៉ែធម្មជាតិខ្ញុំសម្រេចចិត្តធ្វើដំណើរនៅលើរទេះភ្លើងមួយនេះដែលវាជារទេះភ្លើងដែលមានប្រវែងដល់ទៅ3គីឡូម៉ែត្រនិងជាប់កំណត់ត្រាជារទេះភ្លើងវែងបំផុតមួយនៅលើលោកលើពីនេះទៀតវាជាខ្សែរទេះភ្លើងដែលមានគ្រោះថ្នាក់បំផុតប្រសិនបើអ្នកហ៊ានធ្វើដំណើរនៅលើរទេះភ្លើងមួយនេះគឺមកដល់ពេលនេះខ្ញុំចំណាយអស់រយៈពេល500ថ្ងៃក្នុងបេសកកម្មជាក្រុមមេកុមារកម្ពុជាហើយចៃដន្យខ្ញុំធ្វើដំណើរមកដល់ទីក្រុងនូឌីប៊ូដែលជាតំបន់ភាគខាងលិចនៃប្រទេសម៉ូរីតានីតំបន់កំពង់ផែមួយនេះគឺមានខ្សែផ្លូវដែកដែលគេបានតភ្ជាប់ផ្លូវដែកទៅកាន់កណ្ដាលសមុទ្រខ្សាច់សាហារ៉ាតែម្ដងដែលខ្សែផ្លូវដែកមួយនេះនឹងមានខ្សែរថភ្លើងដ៏វែងបំផុតមួយធ្វើដំណើរទៅបូមយករ៉ែដែកនៅតំបន់សាហារ៉ាហើយវាគឺជារថភ្លើងដែលមានគ្រោះថ្នាក់បំផុតចង់ដឹងថាហេតុអីបានរថភ្លើងមួយនឹងមានគ្រោះថ្នាក់បំផុតហេតុអីបានគេហៅវាថា The World Extreme Railway Let's go មើលវីដេអូវិញខ្ញុំ ខេឥឡូវម៉ោង11ហើយសម្រាប់ធ្វើកិច្ចការងារហើយខ្ញុំរៀបចំសម្ភារៈថ្ងៃនេះថ្ងៃបេសកកម្មពិសេសគឺទៅស្ថានីយ៍ភ្លើងដើម្បីធ្វើដំណើរ adventure នៅលើរថភ្លើងជាមួយនឹងកម្មកររ៉ែដែរគេហៅយើងនឹងជាផ្ទះភ្លើងទៅកណ្ដាលវាខ្សែតារ៉ាខ្ញុំនឹងដាក់កង់លើផ្ទះភ្លើងតែម្ដងសង្ឃឹមថាពួកគាត់អាចដាក់តែពីច្រើនពួកគាត់ឲ្យនៅហើយយមិញមកដល់
Nuribu នេះគឺខ្ញុំរើបានអូតាមួយនេះតម្លៃធូរជាងគេ$20ជាងនៅនឹងតម្លៃអូតាខ្ញុំមើលលើអ៊ីនធឺណិតទៅមិនដឹងមិនម៉ូរីតានីគឺតម្លៃថ្លៃមែនទែន$60 $80 $100ឡើងទីក្រុងនេះថ្លៃយ៉ាឥឡូវរៀបចំសម្ភារៈខ្លះដើម្បីបន្តដំណើរយ៉ាខ្សែរថភ្លើងនេះគឺជាខ្សែរថភ្លើងដែលគ្រោះថ្នាក់បំផុតនៅលើលោកនេះគឺជិះ across Sahara Desert ទៅកាន់កន្លែងដែលគេបូមយករ៉ែ Ori Iron នៅកណ្ដាល Sahara 800 គីឡូម៉ែត្រ 700 គីឡូម៉ែត្រជាងពីស្ថានីយ៍រថភ្លើងមួយនេះហើយអាទូនេះគឺវែងចង់3ទៅ4គីឡូម៉ែត្រវាជាប់ជា the longest train in the world នៅ Mauritania ហើយ it's amazing ខ្ញុំនៅក្នុងទូហើយទូមួយហ្នឹងគឺគេធ្វើមកដើម្បីទៅដឹកប្រែប៉ុន្តែ local people គាត់អាចប្រើអាទិភ្លើងហ្នឹងទៅស្រុកភូមិរបស់គាត់នៅតំបន់តាមផ្លូវវាសាច់សារ៉ាហើយជិះ20ម៉ោងជាងហើយអញ្ចឹងធ្វើដំណើរទាំងថ្ងៃទាំងយប់ពីឥឡូវហ្នឹងទៅរហូតដល់យប់បន្តដំណើរនៅលើតំបន់សារ៉ាតែម្ដងហើយយើងត្រូវឃ្លុំមុខឃ្លុំមាត់ដោយសារនៅកណ្ដាល resort វាហុយខ្លាំងណាយ៉ាកុំអានទៅណាវីដេអូពិសេសខ្ញុំនឹងថត capture ឲ្យអ្នកនរគ្នាបានឃើញអំពីទិដ្ឋភាពទាំងអស់ហ្នឹងទាំងថ្ងៃទាំងយប់ឲ្យអ្នកនរបានឃើញរហូតទៅដល់កន្លែងគេបូមរ៉ែសាឡុងyes my friend yeah it's amazing ហើយចឹងទូរបស់ខ្ញុំមានមនុស្សទូមកខ្លួនអត់សូវមានទេខាងនោះអត់មានទេហើយ train នឹងចលនាទីប្រហែលជា20នាទីទៀតឥឡូវម៉ោង5ម៉ោង5អញ្ចឹងខ្ញុំនឹង capture ខ្ញុំនឹង record Garmin GPS នៅលើ train ហ្នឹងបាទដូចជាដែលខ្ញុំនិយាយមកអញ្ចឹងគឺ700គីឡូរៀបចំកាមេរ៉ាដាក់ time lapse បាញ់កាមេរ៉ាផ្សេងៗដើម្បី capture អញ្ចឹងពួកខ្ញុំនឹងធ្វើដំណើរក្នុងទូមួយនេះហើយធ្វើដំណើររហូតដល់ស្អែកហ្មងគឺមកយប់ហ្នឹងហ្មងហើយពួកគាត់មានភួយមានអីការពារដោយសារយប់ហ្នឹងចរន្តភាពធ្លាក់ចុះហ្មងយប់ហ្នឹងគឺត្រជាក់ខ្លាំងអញ្ចឹងនៅលើសាហារ៉ាអាចមានកាយមានអីចឹងណា It's amazing ខ្ញុំដាក់កៅអីអង្គុយហើយខ្យល់ខ្លាំងមែនទែនអញ្ចឹងហៅនេះកុំឲ្យដីហុយ It's amazing ហើយចៃដន្យមែនទែនពេញបានកៅអីថ្ងៃលេចទៅខាងនោះខ្យល់ខ្លាំងមែនទែនបានកាមេរ៉ា360ដើម្បី capture យើង360 degree អ្នកទាំងគ្នាបានឃើញបរិយាកាសជុំវិញហ្នឹងគឺ wow is amazing អស្ចារ្យមែនទែនមានអារម្មណ៍អស្ចារ្យមែនទែនតែអ្នកទាំងគ្នាបានឃើញ local people គឺ survive មែនទែនគឺដោយសារនៅខាងនោះវាហុយហើយលឺខ្លាំងសំឡេងអញ្ចឹងមកយប់ទៅភ្លឺគឺអញ្ចឹងគឺសំឡេងអាគៀបភ្លើងនឹងខ្លាំងរហូត
តំបន់នេះមានអ៊ីនធឺណិតណាអញ្ចឹងយើងឆែកមើលផែនទីគឺឥឡូវមើលនៅលើកាមីនខ្ញុំគឺជិះបាន100គីឡូម៉ែត្រហើយគោលដៅគឺនៅសល់600 700គីឡូម៉ែត្រទៀតណាព្រោះ full trip ហ្នឹងពី Namibia ទៅកន្លែង Dabo Mrai ហ្នឹងគឺ700គីឡូម៉ែត្រជាងឥឡូវជិះបាន100គីឡូម៉ែត្រហើយសាររថភ្លើងឈប់សម្រាកអញ្ចឹងគឺពួកយើងអ្នកដំណើរអីគាត់ចុះទៅក្រោមបាត់ដៃបាត់ជើងហើយខ្ញុំទៅទៀតរៀបចំអីវ៉ាន់យកអាវលងាមកទុកពាក់ដោយសារពេលយប់ឡើងនៅលើខ្សាច់គឺវាត្រជាក់ខ្លាំងមែនតើណាWow, it's amazing ចឹងមកគេហៅ the train of life បើអត់ជិះទេអត់ដឹងថាជីវិតនឹងមិនទេ crazy train very crazy ហើយខ្លាំងហើយពេលខ្លះពេលដែលវាចាប់ប្រាំងម្ដងលឺដាំងហើយដែលខ្ញុំប្រាប់ពីល្ងាចមិនអញ្ចឹងគឺវាជា the longest train in the world ប្រហែលជា3គីឡូម៉ែត្រគ្រាន់តែប្រវែងហ្នឹងណាទូនេះមិនដឹងប្រហែល100ទេពេលទៅដល់កន្លែងគោលដៅគេនឹងបូមអូគេហៅ iron ore រ៉ែដែកដាក់លើទូនោះទាំងអស់ហើយដើម្បីទៅវិញតើខ្ញុំអង្គុយលើកតិចដែកហ្នឹងហើយត្រូវមានអ្នក Google នេះដើម្បីការពារភ្នែកតែអញ្ចឹងកតិចដែកវាហុយចូលភ្នែកនេះគួយខ្ញុំឥឡូវភ្លឺឯងម៉ោង 6:25 crazy ជុំវិញជាក់មែនតើរៀបចំធួឯង458 right 458 to the iron Surat Surat 458គេដាក់សញ្ញាដែរខ្ញុំមើលនៅលើកាមីនត្រូវគ្នាហ្មងគឺ458គីឡូម៉ែត្របានមកយប់ so 458 kilometers can you help it វាមកបន្លាច់ទេអូអេNo,ទៅវិញ Yeah, thank you. Thank you.
ដែកដាក់លើទូទាំងអស់ដល់ទៅដូចជាម្សិលមកខ្ញុំប្រាប់ទៅបងអាទូនេះរាប់រយទូម៉ូតូគឺដល់ទៅ3គីឡូម៉ែត្រដែលវាជាប់ជារថភ្លើងដែលវែងជាងគេបង្អស់ the longest train in the world ហើយដូចតែអ្នកបានឃើញគេគិតលុយទេយើងអាចចូលអង្គុយនៅលើទូនឹងបានដោយសាររថភ្លើងនេះគេធ្វើដំណើរទៅតំបន់វាខ្សាច់ផ្សារដែរដើម្បីបូមយករ៉ែដែកហើយដឹកទៅកំពង់ផែវិញទៅកំពង់ផែ Nudibu ទីក្រុង Nudibu ដែលខ្ញុំធ្វើដំណើរទៅដល់អញ្ចឹងកម្រងរបស់ខ្ញុំគឺទៅដល់រងចាំអាទិភ្លើងចូលចតអូវ៉ាវបូមគេបូមIron Ori Iron គឺរ៉ែដែកហើយអង្គុយលើទាំងរ៉ែទាំងអស់ហ្នឹងទៅវិញគេគ្រូ ដល់ហើយចុះសម្រាប់សិនចាំធ្វើការងារផ្សេងទៀត My friend I come here you bring for me okay Tutumbe. Good. My friend thank you thank you Tutumbe. Yeah. Energy. Tutumbe. This one. Yeah. Oh. You can cover. This. Oh yeah. This. Stop. Yeah? Go تحت هيك. Oh yeah. Thank you. Wait. Wait. Siddiq. My friend, can you help? This one. Thank you. Yeah. Thank you, my friend. Trong cái lưới rộng lớn hay là đó cáiក្រុងសុរតនេះ4គីឡូម៉ែត្រពីស្ថានីយ៍ហើយស្ថានីយ៍ហ្នឹងមិនមែនជាកន្លែងបូមរ៉ែទេព្រោះអាទិត្យភ្លើងនឹងជិះទៅមុខប្រហែលជា30គីឡូម៉ែត្រទៀតហើយស្ថានីយ៍ហ្នឹងគ្រាន់តែទម្លាក់ passenger សុរតនេះគឺជាទីក្រុងដែលសុយ៉ាមិនមែនជាទីក្រុងផ្សេងៗដោយសារវានៅតំបន់សាហារ៉ាខ្ញុំញ៉ាំអីឆ្អែតហើយកម្រងមាន option មាន2 option ទី1គឺស្នាក់នៅសម្រាប់នឹងមួយ
ai dám tôi đầm nào từ mình rồi option tiếp cứ ở vậy nhâm cuồng kính trong chi từ lại tiếp lương với cứ lại là tiếp lương từ mìnhแต่tiếp lương từ với những cứ khóc vì tiếp lương là nhom máu tu nó cứ cái tệ từ với cái đại trưởng hay thời cá biệt này ở ban lò hay những cái cái hơi cho này chắc không này tôi sẽ nặng mình rong bao nhiêu nó cứ bà qua rồi này bên đây nhom ăn đắng thấy bằng cái đặt chuột the trend of life lực lượng này chỉ được để sao để cái chuyện Mauritania survive nên lực lượng nó cứ quá phát khá năng lực như transportation ai thấy nó cứ phát khá năng lực còn nói đầm bay thì đầm nào pi bu đầm pi máu bu quá thì dẫn chưa được tiếp lượng đặt cái đại hay tiếp lái đẹp được luôn hay về để chi nhung bàn ông sáu chặt đại ngay cái nên lơ tầm một phanh nóคือเคยนางเคยคันเคยตู้ว่าเป็นตะโบตู้เด็กนักนั่งมวยนังจอตัดออกบ่เป็นมายุบหมดคือว่าเป็นแค่ตรงหลังvề ngày cái đỡ mình thêm tiền tập mong tập mùi đập pi này về để xin mà đỡ về dùng lá khai nó là tới ấy để bực khai đập pi càng thêm nó lẹ đo sâu nòng sai và khai nó dùng mấy những lẹ tầm học hay mình về nó như mình là cá rất lẹ đo đọc tổng phở ở đấy cái đồng phở cái đặt đi pin bé giống cái mà cặp ở đấy ở đây cái này tôi quên cả tôi quên từ mỗi nhóm là được từ lên đến extreme như món đi và bơ đây cái lò mà cái đào nu cái hào nu đi bu thì còn là nhóm máu làm tăng tiết lượng dù rằng cái này thì làm món thì cho đấy thì còn lại thì giảm lên nó xa đó thì nói chung với thủ đoạn nhất thì phải đặt đây vậy là pitiful vậy nhưng sau cái bài này thì có tên mới là thông thiên rải đáy tầm bãi mà tiếp lương của bạn trong bay cái lỗ mày đặt tại đây tên lúa cô còn lại nó luôn là dễ luôn là rồi là phần niệm phong đá thì rải đáy thông thiên nuôi đi từng ngày chỗ nào còn đấy thay vì cái rơi bị rải đáy nó tan giờ mà chui cái chi chuẩn thì thông thiên mình cũng lấy đá cỏ khi cô qua đấy cái số phải này là lực lượng anh miền lưới chỉ làm trong chế đây cái trình độ hai ban lưới về độ đại nhắn tới cua cái transportation và ở đây mới cứ làm ba được trên núi tây làm ba
គេផ្លេចរឿងតែទិញទឹកទិញភេទជាឲ្យទុកផឹកហើយមានហាងមួយយល់ chạy ra mình đếnคือខ្ញុំគិតថារៀងយប់ទៅពេលមកចាំទៅអាទៀតភ្លើចេញទៅមកអញ្ចឹងបានមាន company មានជនជាតិ follow មាននៅខាងនោះគាត់ហើយគាត់ជួយលើកកង់ឡើងមកហ្មងអញ្ចឹងមានខ្ញុំហើយនឹងពួកគាត់ទៀតអញ្ចឹងអូខេឥឡូវវាចាញ់ទៅដល់ចាប់បានចេញទៅហើយយឺតទៅហើយគឺទៅណាមីប៊ូវិញតែលើកនេះអ្នកខ្ញុំបានឃើញគឺសិតតែរ៉ែដាក់កង់នេះមកតែពួកគាត់មានទំនាប់ណាសម័យទេ Let's go adventure ពួកគាត់នៅខាងនោះទូនោះខ្ញុំទូខាងនេះហើយ Oh my god how I feel crazy just like on a crazy train in the middle of Sahara. Crazy, very crazy. Hoi mình thế mà hoi hay mê lần cái đấy nhưng đây khẽ đây lừa tay đang vẫn hơi là một thời gian việc bán bằng á bằng thằng lừa nó hoi mình thế chúng nó cái đây chẳng đây khẽ đây lừa iron nó vẫn đây đây lừa đẩy nhưng bọn ra đẩy là màu bụi tập bên rút lương bo tới bên lương mình lăng mình ra hà lại nóคือviệc bông bò chứ bông mu đó người ta bị dứt là bị là tao còn lộ máy để ba hai thằng một bên thằng này đi về chụp wow đây là con nâng tích đây luôn nhưng đây có cái xa là về là nó xa quá thầm là sao mà như là ngày lần từ bên đây ở tận đây là thấy là bên hai ở bên lớn hai bên chơi âm bay kê bá nè nhầm thử đã lùm bất chất vậy và ở bên đây môn đứa nhà cái tay nâng bia khó thì từ một dòng mấy nóคือดูไอ้คือปลาปลาคลิกตีเอาหมดสำนักมันจะฟอร์สลิกเป็นรูปมันตลอดได้ไม่กำลังเดี๋ยวมาทำไปครับนะโอเคđây mơ cài mình rồi biết mình làm sao mình
វាដបោចងហើយណាមួយវាក្តៅហើយ1ម៉ោងទៀតបានដល់ក្តៅវាគឺជាការធ្វើដំណើរដ៏លំបាកលំបិនបំផុតមួយជាពិសេសនៅពេលត្រឡប់ទៅវិញគឺខ្ញុំត្រូវដេកលើលោហៈធាតុរ៉ែដៃទាំងអស់នេះតែថ្ងៃទាំងយប់ហើយត្រូវដកដង្ហើមជាមួយកំទេចលោហៈទាំងអស់នេះខ្ញុំស្រមើសម័យដល់ការលំបាកលំបិនរបស់ប្រជាជនមូរីតានីដែលត្រូវធ្វើដំណើរនៅលើខ្សែរទេះភ្លើងមួយនេះមានអ្នកនេសាទខ្លះពួកគាត់បានដឹកផលិតផលនេសាទរបស់ពួកគាត់ទៅលក់នៅតំបន់វាលខ្សាច់ហើយខ្សែរទេះភ្លើងមួយនេះគឺជាមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់ពួកគាត់មានជីវិតដ៏លំបាកលំបិនលើសពីការមើលឃើញរបស់អ្នកទាំងអស់គ្នាតាមរយៈភាពយន្តខ្លីមួយនេះដូចនេះហើយទើបគេដាក់ឈ្មោះឲ្យខ្សែរទេះភ្លើងនេះថារទេះភ្លើងនៃជីវិត The Train of Lifeយ៉ាងហោចណាស់មានម្ដងនៅក្នុងជីវិតរបស់អ្នកគួរតែមកធ្វើដំណើរនៅលើរថភ្លើងមួយនេះពេលនោះអ្នកនឹងដឹងពិតប្រាកដថាអ្វីទៅជាជីវិត